មុខងារការរាប់ចំនួនមនុស្សចេញចូលរបស់ Channel គឺជាលក្ខណៈពិសេសមួយដែលមាននៅក្នុង IP កាមេរ៉ានិងជាដំណោះស្រាយផ្នែកសន្តិសុខវីដេអូដែលប្រើប្រាស់បច្ចេកវិទ្យាវិភាគរូបភាពឆ្លាតវៃ AI ការរាប់ចំនួនមនុស្សវាអាចរាប់ចំនួនមនុស្សដែលឆ្លងកាត់ខ្សែបន្ទាត់ជាក់លាក់ចូលឬក៏ចេញពីតំបន់ដែលបានកំណត់ទុកភាពជាក់លាក់ខ្ពស់វាប្រើបច្ចេកវិទ្យាទំនើបដើម្បីធានានូវភាពជាក់លាក់នៃការរាប់ការគ្រប់គ្រងវងមនុស្សមុខងារនេះអាចជួយតាមដានចំនួនមនុស្សក្នុងតំបន់មួយក្នុងពេលជាក់ស្ដែងនិងអាចជួយដំណឹងនៅពេលដែលចំនួនលើសពីកម្រិតកំណត់ទិន្នន័យស្ថិតិអាចទាញយកទិន្នន័យស្ថិតិនៃការរាប់ប្រចាំថ្ងៃការប្រើប្រាស់ជាក់ស្ដែងមុខងាររាប់ចំនួនមនុស្សរបស់ Channel នេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យផ្សេងៗដូចជាអាជីវកម្មលក់រាយការវិភាគលំហអតិថិជនរាប់ចំនួនអតិថិជនដែលចូលនិងចេញពីហាងដើម្បីវាយតម្លៃប្រសិទ្ធភាពនៃយុទ្ធនាការទីផ្សារនិងដើម្បីកំណត់ម៉ោងមមាញឹកការគ្រប់គ្រងបុគ្គលិកកែសម្រួលចំនួនបុគ្គលិកនៅក្នុងហាងស្របតាមលំហអតិថិជនដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្មការតាមដានចំណាប់អារម្មណ៍អាចរាប់មនុស្សដែលចូលនៅជុំវិញផលិតផលជាក់លាក់ដើម្បីវាយតម្លៃចំណាប់អារម្មណ៍របស់អតិថិជនចំពោះផលិតផលសាលារៀននិងសាកលវិទ្យាល័យត្រូវបានប្រើដើម្បីជួយក្នុងការតាមដានអ្នកចូលរៀនឬអ្នកចូលរួមព្រឹត្តិការណ៍អ្វីមួយសរុបមកមុខងាររាប់ចំនួនមនុស្សគឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ផ្ដល់ទិន្នន័យស្ថិតិអំពីលំហមនុស្សដែលអាចឲ្យអាជីវកម្មនិងស្ថាប័នធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការគ្រប់គ្រងសុវត្ថិភាពនិងវិភាគឥរិយាបថអតិថិជន